បាទគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងត្រឡប់មកវិញហើយមកជួបគ្នាជាថ្មីនៅក្នុងសាច់រឿងថ្មីដែលជាសាច់រឿងមួយដែលប្អូនប្រុសសុភ័ក្រគាត់ឈឺចាប់ហើយគាត់ចាំមិនភ្លេចដែលជារឿងមួយដែលគាត់មិននឹកស្មានថាកើតនៅក្នុងជីវិតរបស់គាត់ទេអញ្ចឹងឥឡូវខ្ញុំមានបញ្ហាកំពុងកដែរបើខ្ញុំនិយាយទៅមានបញ្ហាស្ដាប់មិនបានឬរអាក់រអួលកន្លែងណាអីសូមខន្តីអភ័យទោសដោយសារប្រហែលថ្ងៃហ្នឹងខ្ញុំមានបញ្ហាផ្ដាសាយហើយឈឺកប្រហែលវីដេអូចុងក្រោយគឺខ្ញុំមានបញ្ហាឈឺកជាខ្លាំងអញ្ចឹងសូមខន្តីអភ័យទោសផងឥឡូវយើងចូលមកដល់អត្ថបទសាច់រឿងយើងហ្មងទៅអញ្ចឹងមានប្អូនប្រុសសុភ័ក្រនិងប្អូនស្រីកញ្ញាដែលគាត់ជាប្តីប្រពន្ធដែលពួកគាត់ឆ្លាញ់គ្នាអស់រយៈពេលជិត3ឆ្នាំហើយពួកគេទាំងអស់ហ្នឹងទាំងពីរនាក់ហ្នឹងបានជួលបន្ទប់មួយដែលរស់នៅភ្នំពេញយើងហ្នឹងជីវភាពរបស់ពួកគាត់មិនសូវជាអ្នកធូរធារទេប៉ុន្តែពួកគាត់តែងតែជឿថាការបើយើងខិតខំនឹងប្រសើរឡើងនៅពេលថ្ងៃអនាគតមួយនិយាយពីសុភ័ក្រវិញគាត់ជាមនុស្សប្រុសម្នាក់ដែលសាមញ្ញធ្វើការនៅជាបុគ្គលិកនៅឃ្លាំងទំនិញមួយកន្លែងគាត់ក្រោកតាំងពីព្រឹកព្រលឹមហើយគាត់ត្រឡប់មកដល់ផ្ទះវិញគឺនៅពេលយប់ប្រាក់ខែរបស់គាត់គឺមិនសូវខ្ពស់ទេប៉ុន្តែដោយការព្យាយាមសន្សំដើម្បីសាងសង់គ្រួសារមួយឲ្យមានសុភមង្គលជារៀងរាល់ខែគាត់ទុកប្រាក់ខែមួយផ្នែកសម្រាប់អនាគតនិងមួយផ្នែកទៀតសម្រាប់ចំណាយនៅក្នុងគ្រួសារដែលមានការចាំបាច់អីចឹងទៅចំណែកប្អូនស្រីកញ្ញាវិញគាត់ជាមនុស្សស្រីដែលមានរូបសម្រស់អីហ្នឹងក៏ស្រស់ស្អាតដែរហើយគាត់ធ្វើការនៅហាងលក់សម្លៀកបំពាក់មួយកន្លែងដំបូងគាត់ជាមនុស្សស្លូតបូតស្រឡាញ់គ្រួសារនិងតែងតែគាំទ្រប្តីគ្រប់រឿងប៉ុន្តែនៅពេលដែលគាត់ធ្វើការនៅកន្លែងថ្មីបានស្គាល់មនុស្សជាច្រើនជាថ្មីជាច្រើនហ្នឹងដែលមានជីវភាពល្អជាងនិងចូលចិត្តបង្ហោះតែរូបភាពជីវិតហឺហានៅលើបណ្ដាញសង្គមរាល់ថ្ងៃហ្នឹងរាល់ថ្ងៃកញ្ញាគាត់ចាប់ផ្ដើមប្រៀបធៀបជីវិតរបស់ខ្លួនជាមួយនឹងអ្នកដទៃនាងចាប់ផ្ដើមមានអារម្មណ៍ថាជីវិតរបស់ខ្លួនហ្នឹងគ្មានអ្វីគួរឲ្យអស្ចារ្យគ្មានអ្វីគួរឲ្យរំភើបអីទេខណៈដែលសុភ័ក្រខិតខំធ្វើការដើម្បីរកលុយនាងវិញចាប់ផ្ដើមចង់បានជីវិតដែលសម្បូរបែបហើយនឹងមានភាពងាយស្រួលពេលខ្លះសុភ័ក្រគាត់ត្រឡប់មកផ្ទះវិញទាំងនឿយហត់ប៉ុន្តែនៅតែព្យាយាមញញឹមដាក់ប្រពន្ធគាត់អញ្ចឹងគាត់គិតថាការលំបាកថ្ងៃនេះគឺដើម្បីអនាគតល្អសម្រាប់មនុស្សដែលខ្លួនគាត់ស្រឡាញ់គាត់មិនដែលដឹងថាចិត្តរបស់ប្រពន្ធគាត់កំពុងផ្លាស់ប្ដូរបន្តិចម្ដងទេថ្ងៃមួយតារាគាត់បានស្គាល់បរិសម្នាក់សុំទោសប្អូនស្រីកញ្ញាគាត់បានស្គាល់បរិសម្នាក់ដែលមានឈ្មោះថាវណ្ណៈបរិសម្នាក់នោះគាត់បានស្លៀកពាក់ស្អាតមានរថយន្តទំនើបនិងចូលចិត្តប្រើពាក្យពេចន៍ផ្អែមល្ហែមអីជាដើមចឹងទៅគាត់តែងតែមកទិញសម្លៀកបំពាក់នៅហាងដែលកញ្ញាគាត់ធ្វើការនឹងហើយព្យាយាមចូលទៅចិត្តនាងជារៀងរាល់ថ្ងៃដំបូងកញ្ញាគាត់គិតថាវាគ្រាន់តែជាការរាប់អានធម្មតាប៉ុន្តែពេលវេលាកន្លងផុតទៅការជជែកគ្នាកាន់តែញឹកញាប់ទោះដឹងថាខ្លួនមានប្តីហើយក៏ដោយនាងនៅតែទទួលយកនាងនៅតែទទួលសុំទោសផងដោយសារមានបញ្ហាពងកធ្វើឲ្យពិបាកនិយាយចឹងណាអញ្ចឹងបងប្អូនសុំទោសផងប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យបានចប់ដោយសារខ្ញុំមានបញ្ហាសុខភាពអញ្ចឹងគាត់នៅតែទទួលយកចិត្តទុកដាក់អំពីបរិះថ្មីនេះអ្វីដែលគាត់មិនបានគិតគឺការសម្រេចចិត្តដ៏តូចទាំងនេះនឹងនាំឲ្យជីវិតគ្រួសាររបស់នាងផ្លាស់ប្ដូរទាំងស្រុងបន្ទាប់ពីបានស្គាល់បរិះវណ្ណៈហ្នឹងបានមួយរយៈមកតារា
កញ្ញាគាត់បានចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់ការរស់នៅរបស់គាត់ដោយអត់ដឹងខ្លួនពេលវេលាដែលធ្លាប់ចំណាយជាមួយប្តីក៏កាន់តែតិចទៅក្រោយម៉ោងធ្វើការនាងមិនសូវត្រឡប់មកផ្ទះដូចមុនទៀតឡើយដោយមូលហេតុប្រាប់ទៅប្តីរបស់គាត់តែងតែថាការងារច្រើនមានប្រជុំឬជួបមិត្តភ័ក្តិរួមក្រុមការងារចឹងទៅសុភ័ក្រគាត់មិនធ្លាប់សង្ស័យប្រពន្ធគាត់ទេគាត់ជាមនុស្សដែលជឿជាក់លើគ្រួសាររបស់ខ្លួនរាល់ថ្ងៃគាត់ខិតខំតែធ្វើការបន្ថែមម៉ោងដើម្បីរកប្រាក់សម្រាប់បន្ថែមអនាគតរបស់គាត់សង្ឃឹមថាថ្ងៃមួយគាត់នឹងអាចទិញផ្ទះតូចបានមួយឲ្យប្រពន្ធគាត់រស់នៅយ៉ាងសុខស្រួលប៉ុន្តែអ្វីដែលសុភ័ក្រមិនបានដឹងគឺនៅពេលដែលគាត់កំពុងធ្វើការទាំងយប់ទាំងថ្ងៃចំណែកឯកញ្ញាវិញកំពុងតែចំណាយពេលនៅជាមួយបុរសម្នាក់ទៀតវណ្ណៈគាត់ជាមនុស្សពូកែនិយាយដឹងអំពីរបៀបធ្វើឲ្យមនុស្សស្រីគាត់មានអារម្មណ៍ថាខ្លួនមានតម្លៃគេតែងតែទិញអំណោយតូចជូនកញ្ញានិងនាំនាងទៅញ៉ាំអាហារនៅកន្លែងឆ្ងាញ់និងកន្លែងដែលមានថតរូបស្អាតដូចជាកាហ្វេទំនើបគេមានថតរូបអីចឹងទៅជីវិតបែបនេះធ្វើឲ្យកញ្ញាគាត់ចាប់ផ្ដើមគិតថាវាជាជីវិតដែលនាងតែប៉ងប្រាថ្នាពីមួយថ្ងៃទៅមួយថ្ងៃចិត្តរបស់នាងកាន់តែចាក់ឆ្ងាយពីគ្រួសារនាងមិនសូវចាប់អារម្មណ៍នឹងការលំបាករបស់ប្តីរបស់គាត់ទៀតទេអាហារដែលធ្លាប់រៀបចំទុកឲ្យប្តីក៏លែងមានផ្ទះដែលធ្លាប់ស្អាតក៏ចាប់ផ្ដើមមិនសូវមានអ្នកមើលថែដូចពីមុនទេសុភ័ក្រគាត់បានចាប់ផ្ដើមសង្កេតឃើញការផ្លាស់ប្ដូរទាំងនេះគាត់មានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីប៉ុន្តែគាត់នៅតែប្រាប់ខ្លួនឯងថាប្រហែលជាប្រពន្ធគាត់នឿយហត់ពីកន្លែងធ្វើការងារអីចឹងទៅមានយប់មួយកញ្ញាគាត់ត្រឡប់មកផ្ទះយឺតជាងធម្មតាសុភ័ក្រគាត់នៅអង្គុយចាំមុខផ្ទះរបស់គាត់នឹងដល់នៅកន្លែងតុអាហាររបស់គាត់ធ្វើឲ្យម្ហូបអាហារទាំងអស់ហ្នឹងត្រជាក់ទាំងអស់គាត់មិនខឹងមិនស្ដីបន្ទោសហើយនៅតែគិតប្រពន្ធប្រហែលជាមានការងារច្រើនធ្វើទៅទៀតបានគាត់គិតអញ្ចឹងប៉ុន្តែការអត់ធ្មត់របស់មនុស្សម្នាក់ក៏មានដែនកំណត់ដែរបន្ទាប់ពីរឿងដដែលបានកើតញឹកញាប់ជាញឹកញយអញ្ចឹងធ្វើឲ្យសុភ័ក្រចាប់ផ្ដើមកត់សម្គាល់ថាប្រពន្ធគាត់កាន់ទូរស័ព្ទជាប់ជានិច្ចរាល់ពេលមានសារចូលប្រពន្ធរបស់គាត់តែងតែបិទអេក្រង់ភ្លាមពេលនៅក្បែរប្តីរបស់គាត់នឹងគាត់មិនសូវទុកទូរស័ព្ទឲ្យនៅឆ្ងាយពីខ្លួនគាត់ទេទោះជាយ៉ាងណាក៏ដោយសុភ័ក្រនៅតែមិនចង់ឆ្លោះជាមួយប្រពន្ធរបស់គាត់ជឿថាការទុកចិត្តគឺជាគ្រឹះមួយនៃគ្រួសារប៉ុន្តែពេលខ្លះការទុកចិត្តដែលគ្មានការប្រុងប្រយ័ត្នអាចក្លាយជាចំណុចដែលធ្វើឲ្យមនុស្សម្នាក់ឈឺចាប់ខ្លាំងបំផុតថ្ងៃមួយសុភ័ក្រគាត់បានឃើញដោយចៃដន្យនៅរូបភាពមួយនៅលើបណ្ដាញសង្គមទោះរូបភាពនោះមិនបង្ហាញមុខកញ្ញាច្បាស់ក៏ដោយគាត់អាចចាំសម្លៀកបំពាក់និងកាបូបដែលគាត់ធ្លាប់ទិញឲ្យប្រពន្ធរបស់គាត់បាននៅក្បែរនាងនោះគឺមានបុរសម្នាក់ឈរយ៉ាងស្និទ្ធស្នាលជាមួយគ្នាចាប់ពីពេលនោះមកសុភ័ក្រគាត់គេងមិនសូវលក់ដូចមុនសំណួរជាច្រើនបានកើតឡើងនៅក្នុងចិត្តរបស់គាត់ប៉ុន្តែគាត់នៅតែប្រាថ្នាថាអ្វីដែលគាត់គិតប្រហែលជាមិនមែនជាការពិតទេពេលវេលាកន្លងផុតទៅសុភ័ក្រកាន់តែមិនអាចបំបត្តិអារម្មណ៍សង្ស័យនៅក្នុងចិត្តនោះបានគាត់ក៏ព្យាយាមប្រាប់ខ្លួនឯងឲ្យជឿជាក់ទៅលើប្រពន្ធតួអាកប្បកិរិយារបស់កញ្ញានៅតែផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃភាពកក់ក្ដៅដែលធ្លាប់មាននៅក្នុងផ្ទះបានប្រែក្លាយជាភាពស្ងប់ស្ងាត់ឆ្ងាយពីគ្នាសុភ័ក្រនៅតែទៅធ្វើការជារៀងរាល់ថ្ងៃប៉ុន្តែចិត្តរបស់គាត់មិននឹងនៅកន្លែងការងារទៀតទេគាត់តែងតែគិតពីគ្រួសាររបស់គាត់និងសង្ឃឹមថាអ្វីៗនឹងផ្លាស់ប្ដូរដូចដើមគាត់មិនចង់ក្លាយជាប្តីដែល
សង្ស័យប្រពន្ធដោយគ្មានមូលហេតុព្រោះគាត់ជឿថាការទុកចិត្តគឺជាមូលដ្ឋាននៃជីវិតគូអើយខ្ញុំឈឺកមែនតើសូមទោសផងបងពុកម៉ែបងប្អូនទាំងអស់គ្នាដែលសារមានបញ្ហាសុខភាពកំពុងកអញ្ចឹងដោយសារខ្ញុំចង់ប្រសាយប្រហែលវីដេអូដែលខ្ញុំចេញក្រោយហ្នឹងគឺខ្ញុំឈឺកពិបាកនិយាយមែនតើក៏ប៉ុន្តែខ្ញុំនៅតែបញ្ចេញវីដេអូហ្នឹងខ្ញុំនៅតែថតត្រៀមទុកខ្ញុំថតត្រៀមទុកព្រោះថ្ងៃមុខទៅទៀតខ្ញុំមានការលវលទៅទៀតអញ្ចឹងខ្ញុំអត់បានថតមួយថ្ងៃមកវីដេអូទេព្រោះខ្ញុំផុសមួយថ្ងៃមកវីដេអូប៉ុន្តែខ្ញុំថតទុកអញ្ចឹងទៅខ្ញុំធ្វើរបៀបធ្វើការតែមកខំអញ្ចឹងឈឺក៏ខ្ញុំប្រឹងធ្វើដែរហើយសង្ឃឹមថាបងប្អូននឹងជួយគាំទ្រអញ្ចឹងយើងមកតសាច់រឿងយើងទៀតអញ្ចឹងប៉ុន្តែថ្ងៃមួយហ្នឹងមានរឿងមួយដែលកើតឡើងធ្វើឲ្យគាត់មិនអាចមើលម្លងបានទៀតទេដោយសារតែត្រូវចេញពីធ្វើការងារមុនម៉ោងសុភ័ក្រគាត់បានទៅទទួលប្រពន្ធនៅកន្លែងធ្វើការដើម្បីនាំប្រពន្ធទៅញ៉ាំអាហារនៅពេលល្ងាចវាជារឿងដែលគាត់មិនធ្លាប់ជួបមិនធ្លាប់ធ្វើជាយូរមកហើយព្រោះរវល់នឹងការងារពេកនៅពេលដែលគាត់ឃើញតារានៅឃើញកញ្ញាប្រពន្ធរបស់គាត់ហ្នឹងនៅក្នុងហាងមិត្តរួមការងារម្នាក់ទៀតប្រាប់ថាកញ្ញាបានចេញពីការងារតាំងពីជិត1ម៉ោងមុនហើយពេលសុំទោសទៅខ្ញុំនិយាយកន្លែងហ្នឹងដូចជារឿងវគ្គតិចហើយដោយសារតែខ្ញុំឈឺកហើយស្មារតីអត់នៅខ្លួនទេអញ្ចឹងសុំទោសផងអញ្ចឹងពេលនោះសុភ័ក្រគាត់មានអារម្មណ៍ហាក់ដូចជាបេះដូងគាត់បានធ្លាក់ចុះដល់ដីហើយដោយសារគាត់មើលមិនដឹងថាប្រពន្ធរបស់គាត់មិននៅកន្លែងធ្វើការព្រោះព្រឹកមិញហ្នឹងគាត់បានដឹងថាប្រពន្ធរបស់គាត់ហ្នឹងមកធ្វើការថែមម៉ោងទេតែជាក់ស្ដែងគឺគាត់អត់បានឃើញនៅកន្លែងធ្វើការអញ្ចឹងគាត់មិនប្រញាប់សន្និដ្ឋានអីទេគាត់គ្រាន់តែជិះម៉ូតូត្រឡប់ទៅផ្ទះវិញដោយរក្សាចិត្តនៅធ្ងន់ធ្ងរទៅដែរនៅតាមផ្លូវគាត់បានឃើញរថយន្តមួយមើលទៅវាជារថយន្តដែលធ្លាប់ឃើញនៅក្នុងរូបភាពនៅលើបណ្ដាញសង្គមដោយអារម្មណ៍សង្ស័យគាត់ក៏បានតាមពីក្រោយដោយមិនឲ្យម្ចាស់ឡាននឹងគាត់ដឹងទេឡាននោះគាត់ក៏បានចូលទៅក្នុងហាងកាហ្វេនៅជីក្រុងមួយកន្លែងពេលសុភ័ក្រឈប់នៅពីចម្ងាយគាត់ក៏បានឃើញរូបភាពដែលគាត់មិនចង់ឃើញបំផុតកញ្ញាគាត់កំពុងចុះពីរថយន្តជាមួយនឹងវណ្ណៈដែលអ្នកទាំងពីរមានទឹកមុខដោយរីករាយហើយដើរចូលទៅក្នុងហាងជាមួយគ្នាដូចជាគូស្នេហ៍ធម្មតាអញ្ចឹងសុភ័ក្រគាត់បានតែឈរមើលនៅពីចម្ងាយទាំងញ័រខ្លួនភ្នែករបស់គាត់មិនអាចដកចេញពីទស្សនវិជ្ជានោះបានទេមនុស្សស្រីដែលគាត់ខំធ្វើការរកប្រាក់ចិញ្ចឹមមនុស្សស្រីដែលគាត់ស្រឡាញ់ជាងខ្លួនឯងទៅទៀតកំពុងចំណាយពេលយ៉ាងមានសេចក្តីសុខជាមួយនឹងបុរសផ្សេងគាត់មិនទៅចូលបង្កចំនួនអីទេគាត់គ្រាន់តែឈរមើលពីចម្ងាយទាំងអារម្មណ៍ដូចជាពិភពលោកទាំងមូលហ្នឹងកំពុងរលំសង្កត់ស្មារតីគាត់បាត់ហើយទឹកភ្នែករបស់សុភ័ក្រក៏បានហូរចុះដោយអត់ដឹងខ្លួនមិនមែនដោយសារតែកំហឹងមួយមុខទេប៉ុន្តែដោយសារតែខកចិត្តដែលមិនអាចពណ៌នាបាននៅពេលដែលត្រឡប់ទៅផ្ទះវិញសុភ័ក្រគាត់អង្គុយម្នាក់ឯងនៅក្នុងបន្ទប់គាត់មើលរូបថតអាពាហ៍ពិពាហ៍របស់គាត់ដែលព្យួរនៅលើអញ្ចាំងនឹងហើយក៏នឹកឃើញគ្រប់ការសន្យារបស់អ្នកទាំងពីរអ្វីដែលធ្លាប់ជាក្តីសង្ឃឹមក៏បានคล้ายទៅជាការជឿចាប់អ្វីដែលធ្លាប់ជាសុភមង្គលក៏បានคล้ายជាការខកចិត្តនៅយប់នោះសុភ័ក្របានសម្រេចចិត្តថាគាត់នឹងមិនបន្តរស់នៅក្នុងភាពមិនច្បាស់លាស់ណាមួយទៀតឡើយគាត់ត្រូវការពិតពីមាត់របស់កញ្ញាផ្ទាល់ទោះលទ្ធផលចុងក្រោយឈឺចាប់យ៉ាងណាក៏ដោយ
សុភ័ក្រគាត់អង្គុយចាំកញ្ញាមកផ្ទះវិញដែលពោពេញទៅដោយសំណោចប៉ុន្តែពេលនេះបរិយាកាសចាប់ផ្ដើមប្រែប្រួលស្ងប់ស្ងាត់និងអារម្មណ៍តានតឹងចាប់ផ្ដើមចូលមកជាហូរហែនាឡិកានៅលើជញ្ជាំងនឹងបានបន្លឺសំឡេងរាល់វិនាទីហាក់ដូចជារំលឹកថាពេលវេលានៃការឈឺចាប់ជិតទៅដល់ទីបញ្ចប់ហើយនៅពេលដែលតារាបើកទ្វារចូលផ្ទះនាងនៅតែមានទឹកមុខធម្មតាដូចជាគ្មានរឿងអ្វីកើតឡើងទេសុភ័ក្រមិនស្រែកមិនខឹងមិនបង្ហាញកំហឹងដូចមនុស្សជាច្រើនដែលគាត់ធ្វើទេគាត់តែងតែសម្លឹងមើលប្រពន្ធដោយភ្នែកពោពេញទៅដោយការឈឺចាប់គាត់ដាក់ទូរស័ព្ទចុះនៅលើតុនៅលើអេក្រង់រូបភាពរបស់គាត់ដែលថតពីចម្ងាយនៅលើហាងនៅកន្លែងហាងកាហ្វេមិនចាំបាច់មានការបញ្យល់បន្ថែមអីទៀតទេព្រោះផោះតាងគាត់បាននិយាយផោះតាងនេះគាត់បានដូចបាននិយាយហើយកញ្ញាគាត់ឈរស្ងៀមទឹកមុខរបស់គាត់ក៏ប្រែជាស្លេកស្លាំងនាងមិនដឹងថាការពិតដែលខំលាក់អស់ជាច្រើនខែមិនអាចលាក់បានទៀតទេសុភ័ក្រគាត់មិនសួរច្រើនទេអ្វីដែលគាត់ចង់ដឹងគឺហេតុអ្វីបានជាមនុស្សដែលធ្លាប់សន្យានឹងរួមដំណើរជាមួយគ្នារហូតបែរទៅជាជ្រើសរើសដើរចេញពីគ្រួសារដោយគ្មានការប្រាប់ជាមុនបន្ទាប់ពីការស្ងប់ស្ងាត់ជាយូរកញ្ញាក៏ទទួលស្គាល់ថានាងមានទំនាក់ទំនងជាមួយវណ្ណៈពិតមែនដំបូងនាងគិតថាគ្រាន់តែជាការរាប់អានធម្មតាប៉ុន្តែពេលវេលាកន្លងផុតទៅអារម្មណ៍ក៏បានផ្លាស់ប្ដូរទៅតាមនឹងកញ្ញាក៏បានសារភាពថានាងក៏ធ្លាប់មានអារម្មណ៍ថាជីវិតគ្រួសារខ្វះភាពរំភើបការខិតខំធ្វើការរបស់សុភ័ក្រដែលមានបំណងចង់ផ្គត់ផ្គង់គ្រួសារបែរជាធ្វើឲ្យពេលវេលាអ្នកទាំងពីរចំណាយជាមួយគ្នាកាន់តែតិចនៅចន្លោះពេលដែលនោះវណ្ណៈបានចូលមកបំពេញអ្វីដែលកញ្ញាគាត់គិតថាខ្វះខាតសុភ័ក្រសម្រាប់សុភ័ក្រវិញពាក្យទាំងនេះមិនមែនជាការបញ្យល់ទេវាគ្រាន់តែជាកំបិតមួយដែលចាក់ចំបេះដូងគាត់កាន់តែជ្រៅជាងមុនទៅទៀតគាត់នឹកឃើញថ្ងៃគ្រប់ថ្ងៃដែលខ្លួនធ្វើការថែមម៉ោងគ្រប់លុយដែលសន្សំទុកគ្រប់ក្តីស្រមៃដែលចង់សង់ផ្ទះនិងបង្កើតអនាគតជាមួយប្រពន្ធគាត់ធ្វើទាំងអស់នោះដោយគិតថាកំពុងធ្វើដើម្បីសុភមង្គលរបស់គ្រួសារប៉ុន្តែសម្រាប់កញ្ញាវិញអ្វីដែលនាងចង់បានគឺពេលនោះគឺការយកចិត្តទុកដាក់និងជីវិតមើលទៅស្រស់ស្អាតជាងអ្វីដែលនាងកំពុងមានយប់នោះมันមានការឆ្លោះប្រកែកគ្នាมันមានអំពើហិង្សានិងมันមានការស្រែកដាក់គ្នាអីទេមានតែទឹកភ្នែកនិងការខកចិត្តมันអាចត្រឡប់ក្រោយបានទីបំផុតសុភ័ក្រសម្រាប់ចិត្តដើរចេញពីបន្ទប់ទុកពេលឲ្យខ្លួនឯងគិតមើលសិនគាត់យល់ថាការស្រឡាញ់មនុស្សម្នាក់มันមានន័យថាត្រូវបង្ខំឲ្យគេរស់នៅជាមួយខ្លួននោះទេបើចិត្តរបស់គេបានទៅហើយការបង្ខំទុកក៏មិនអាចនាំសុភមង្គលមកវិញបានដែរនៅយប់នោះគាត់បានសម្រេចចិត្តដ៏ពិបាកបំផុតនៅក្នុងជីវិតរបស់គាត់បានជ្រើសរើសបញ្ចប់ទំនាក់ទំនងដែលធ្លាប់ជាក្តីសង្ឃឹមរបស់ខ្លួនដើម្បីរក្សាសេចក្តីថ្លៃថ្នូរនិងចាប់ផ្ដើមជីវិតជាថ្មីបន្ទាប់ពីការបែកបាក់សុភ័ក្របានរើចេញពីបន្ទប់ជួលដែលអ្នកទាំងពីរធ្លាប់រស់នៅជាមួយគ្នាគាត់យកតែសម្លៀកបំពាក់និងរបស់របរចាំបាច់តែប៉ុណ្ណោះរបស់របរជាច្រើនដែលធ្លាប់ទិញរួមគ្នាគាត់ក៏បានទុកចោលព្រោះគាត់មិនចង់យកអ្វីដែលរំលឹកដល់ការឈឺចាប់ទាំងនោះទៀតទេថ្ងៃដំបូងគាត់រស់នៅក្នុងបន្ទប់ជួលតូចក្បែរកន្លែងធ្វើការជីវិតរបស់គាត់មើលទៅឯកោខ្លាំងណាស់ពេលគាត់ចេញពីធ្វើការគ្មានអ្នករងចាំពេលឈឺគ្មានអ្នកសួរនាំពេលហូបបាយគាត់អង្គុយម្នាក់ឯងដោយស្ងៀមស្ងាត់ប៉ុន្តែទោះបីជាឈឺចាប់យ៉ាងណាសុភ័ក្រ
មិនជ្រើសរើសផឹកស្រាមិនបោះបង់ការងារមិនសងសឹកនរណាម្នាក់ទេគាត់ដឹងថាគាត់បំផ្លាញខ្លួនឯងនោះអ្នកដែលបាត់បង់ច្រើនជាងគេគឺខ្លួនគាត់ផ្ទាល់គាត់ចាប់ផ្ដើមផ្ដោតលើការងារថ្ងៃឈប់សម្រាកគាត់ទៅរៀនជំនាញបន្ថែមដើម្បីផ្ដល់ឱកាសការងារឲ្យច្រើនប្រាក់ដែលគាត់ធ្លាប់សន្សំទុកសម្រាប់គ្រួសារគាត់យកមកវិនិយោគលើខ្លួនឯងវិញដើម្បីបន្តិចម្ដងជីវិតរបស់គាត់ចាប់ផ្ដើមមានទិសដៅថ្មីចំណែកឯកញ្ញាវិញនាងបានសម្រេចចិត្តទៅរស់នៅជាមួយវណ្ណៈដំបងអ្វីហាក់ដូចជាល្អឥតខ្ចោះវណ្ណៈនាំនាងទៅដើរលេងទៅញ៉ាំអាហារនៅភោជនីយដ្ឋានល្អៗនិងទិញសម្ភារៈសម្លៀកបំពាក់ជាច្រើនឲ្យនាងកញ្ញាគិតថានាងបានធ្វើជំរើសនេះដ៏ត្រឹមត្រូវប៉ុន្តែបន្ទាប់ពីរស់នៅជាមួយគ្នាបានមួយរយៈអ្វីដែលកញ្ញាធ្លាប់គិតក៏បានចាប់ផ្ដើមផ្លាស់ប្ដូរវណ្ណៈមិនមែនជាបរិះដែលយកចិត្តទុកដាក់ដោយការដំបងការតាមស្រឡាញ់នោះទេគេចាប់ផ្ដើមមិនសូវមានពេលសម្រាប់កញ្ញាទេពេលខ្លះគេត្រឡប់មកផ្ទះវិញយប់ហើយច្រើនដងដែលទៅណាមិនប្រាប់កញ្ញាជាមុនឲ្យដឹងអញ្ចឹងណាអូឈឺកមែនតែនសាច់រឿងហ្នឹងប្រហែលជាជិតចប់ហើយខ្ញុំសូមនិយាយចប់ទៅពូឈឺកខ្លាំងមិនយូរប្រហែលទេកញ្ញាគាត់ក៏ដឹងថាវណ្ណៈកំពុងតាក់ទងជាមួយនឹងស្រីផ្សេងទៀតពេលនោះទើបដឹងថាបរិះដែលបំផ្លាញគ្រួសារអ្នកដទៃបានក៏អាចធ្វើរឿងដដែលចំពោះខ្លួនគាត់បានដែរថ្ងៃមួយកញ្ញាគាត់បានអង្គុយនៅក្នុងបន្ទប់ម្នាក់ឯងហើយនឹកឃើញជីវិតការនៅជាមួយសុភ័ក្រទោះมันមានឡានទំនើបมันមានលុយច្រើនក៏ប៉ុន្តែសុភ័ក្រគាត់មិនដែលក្បត់ចិត្តកញ្ញាម្ដងណាឡើយគាត់ខិតខំធ្វើការជារៀងរាល់ថ្ងៃដើម្បីសាងអនាគតគ្រួសារនៅពេលនោះការសោកស្ដាយក៏បានកើតឡើងប៉ុន្តែការស្ដាយក្រោយมันអាចបង្វិលពេលវេលាឲ្យត្រឡប់ក្រោយបានទេគណៈកញ្ញាកំពុងរស់នៅជាមួយនឹងវិបដិសារីសុភ័ក្រវិញកំពុងផ្លាស់ប្ដូរជីវិតខ្លួនឯងដោយសារការខិតខំប្រឹងប្រែងនិងការមិនបោះបង់គាត់ត្រូវបានឡើងតំណែងនៅកន្លែងធ្វើការប្រាក់ចំណូលក៏បានប្រសើរជាងមុនគាត់មិនសប្បាយចិត្តព្រោះអតីតប្រពន្ធរបស់គាត់ជួបទុក្ខផ្ទុយទៅវិញគាត់គ្រាន់តែអរគុណនឹងការជឿចាប់មួយនោះដែលបានបង្រៀនគាត់ឲ្យក្លាយជាមនុស្សរឹងមាំគាត់យល់ថាជីវិតមិនបញ្ចប់ដោយការក្បត់របស់នរណាម្នាក់ឡើយមនុស្សម្នាក់អាចបាត់បង់ស្នេហាបានប៉ុន្តែមិនគួរបាត់បង់អនាគតខ្លួនឯងទេរយៈពេលជិត1ឆ្នាំក្រោយមកជីវិតរបស់សុភ័ក្របានផ្លាស់ប្ដូរជាច្រើនទោះបីមានស្នាមរបួសក្នុងចិត្តមិនទាន់បាត់ទាំងស្រុងក៏ដោយប៉ុន្តែគាត់បានរៀនរស់នៅជាមួយវាគាត់បានផ្ដោតលើការងារនិងថែរក្សាសុខភាពនិងចំណាយពេលជាមួយឪពុកម្ដាយនិងមិត្តភ័ក្តិដែលរស់នៅក្បែរគាត់នៅក្នុងគ្រាលំបាកនៅពេលនោះថ្ងៃមួយខណៈកំពុងដើរផ្សារទៅទិញអីវ៉ាន់សុភ័ក្របានជួបមនុស្សម្នាក់ដែលគាត់មិននឹកស្មានថានៅបានជួបម្ដងទៀតម្នាក់នោះគឺជាកញ្ញាមិនដូចកាលពីមុនទេទឹកមុខរបស់គាត់ដែលធ្លាប់ស្រស់ស្អាតបានបង្ហាញពីភាពនឿយហត់និងការព្រួយបារម្ភភ្នែករបស់នាងដែលគ្មានភាពរីករាយដូចថ្ងៃដែលនាងជ្រើសរើសដើរចេញពីគ្រួសារនោះឡើយអ្នកទាំងពីរបានឈរមើលមុខគ្នាមួយសន្ទុះមិនមានការស្អប់មិនមានការស្រែកដាក់គ្នាមិនមានតែភាពស្ងប់ស្ងាត់ដែលពោពេញទៅដោយអតីតកាលកញ្ញាបានសារភាពថាបន្ទាប់ពីទៅរស់នៅជាមួយវណ្ណៈអ្វីៗមិនដោយតែនាងធ្លាប់សម័យទេបុរសដែលផ្ដល់ភាពផ្អែមល្ហែមបានផ្លាស់ប្ដូរទាំងស្រុងទីបំផុតទំនាក់ទំនងទាំងនោះក៏ត្រូវបានបញ្ចប់ហើយនាងនៅសល់ត្រឹមតែវិបដិសារីកញ្ញាទទួលស្គាល់ថាអ្វីដែលសុភ័ក្រផ្ដល់ឲ្យគឺភាពស្មោះត្រង់ការខិតខំនិងអនាគតដែលកំពុងសាងប៉ុន្តែនៅពេលនោះកញ្ញាមិនបានឲ្យតម្លៃវាទេកញ្ញាបែរទៅជាជ្រើសរើសអ្វីដែលមើលទៅភ្លឺរលោងនៅ
ខាងក្រៅទៅវិញសុភ័ក្របានស្ដាប់ដោយភាពស្ងៀមស្ងាត់គាត់មិនស្ដីបន្ទោសនឹងមិនបង្ហាញពីភាពជោគជ័យដើម្បីឲ្យនាងសោកស្ដាយអីទេព្រោះគាត់បានរៀនថាការអភ័យទោសមិនមែនដើម្បីអ្នកដទៃទេប៉ុន្តែគឺដើម្បីឲ្យខ្លួនឯងបានរស់នៅជាមួយភាពសុខសាន្តគាត់បានជូនពរឲ្យកញ្ញាមានជីវិតល្អនិងមាននៅសង្ឃឹមថានាងមិនធ្វើកំហុសដដែលជាមួយនឹងមនុស្សម្នាក់ណាទៀតទេបន្ទាប់មកសុភ័ក្រគាត់ក៏បានដើរចេញពេលខ្លះការបិទទំព័រចាស់មិនមែនមានន័យថាយើងស្អប់អតីតកាលទេប៉ុន្តែវាមានន័យថាយើងគោរពអនាគតរបស់ខ្លួនឯងនៅក្នុងជីវិតពិតមនុស្សជាច្រើនមិនបានបាត់បង់គ្រួសារដោយសារខ្វះលុយតែមួយមុខទេគ្រួសារជាមនុស្សដែលបែកបាក់ហ្នឹងហើយដោយសារតែមេឃភ្លៀងខ្ញុំសូមបញ្ចប់សាច់រឿងតែប៉ុណ្្នឹងទៅដោយសារតែមេឃភ្លៀងធ្វើឲ្យរំខានមានសម្លេងរំខានក្នុងពិបាកក្នុងការនិយាយអញ្ចឹងខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងតែម្ដងទៅព្រោះរឿងចិត្តចប់ដែរហើយសាច់រឿងគឺនៅតែបន្តិចទៀតទេអញ្ចឹងគឺយើងយល់ដឹងហើយថាអ្វីដែលយើងគួរតែជ្រើសរើសវាមិនមែនជាលុយមិនមែនជាសម្ភារៈនិយមទេគឺវាជាការខិតខំប្រឹងប្រែងការតស៊ូរបស់មនុស្សម្នាក់ៗអញ្ចឹងបើយើងឃើញការតស៊ូរបស់គាត់ហើយយើងគួរតែឲ្យតម្លៃទៅគាត់ទៅយើងកុំឃើញតែសបកក្រៅថាអូម្នាក់នេះមានម្នាក់នេះលយម្នាក់នេះហឺថាម្នាក់នេះគាត់សំដីផ្អែមម្នាក់នេះគាត់ទន់ភ្លន់ពេលខ្លះទៅគឺការសំដែងគឺការបោកប្រាស់បញ្ឆោតយើងទេអញ្ចឹងសូមកុំជឿលើអ្វីដែលគេបង្ហាញពេកយើងជឿអ្វីដែលការខិតខំប្រឹងប្រែងទើបវាបានផលហ្នឹងហើយសូមអរគុណបងប្អូនទាំងអស់គ្នា